តែរវល់មិនសូវមានពេលបានកាត់វីដេអូអីទេឥឡូវកន្លះខែជិត1ខែបានទៅមានពេលកាត់ជីវិតជានិស្សិតពេទ្យស្តាចាម្នាក់ហ្នឹងអូគឺថាសុបាយស្លាប់ចំណែកខ្ញុំវិញណាក្រកតាំងម៉ោង5ភ្លឺខ្លាចទៅអត់តាន់ចាព្រោះថាមន្ទីរពេទ្យឆ្ងាយដែរទៅចូលសន្តិភាពទៅលើកដំបូងផងខ្លាចរកផ្លូវមិនឃើញហើយពួកយើងក៏ជុំគ្នាហើយនេះគឺចំណតភ្ញៀវម៉ូតូហើយមុនពេលទៅដល់គឺយើងត្រូវជិះលំអកជាមុនសិននេះគឺនិស្សិតសាលាផ្សេងគាត់ត្រូវទៅមុនអញ្ចឹងយើងរងចាំគ្នាដើម្បីជុំគ្នាបន្ទាប់ពីការជុំគ្នាហើយជាអត់រួចទេបាយបងប្អូនទៅមុនសិនមកក្រុមគ្នាពួកខ្ញុំនឹងត្រូវជិះពី3លំអកនឹងបានរួចណែមុខម្នាក់អូនិយាយពីថាសុបាយអមុខរីកមាំអានេះថ្ងៃទៅដំបូងណាជាមើល2ថ្ងៃក្រោយមកណាម្នាក់គេថាត្អូញត្អែមុខឡើងស្លេកជាខ្លាំងយ៉ាអូយបងអើយហត់ណាស់ចុះហត់អីទៅពួកណែបងក៏ហត់ដែរធ្វើមិនទេអូនអើយជាទូនាទីរបស់យើងចឹងទ្រាំទៅអានេះគេហៅថាឡានអាគុយអញ្ចឹងយើងអត់ពិបាកដើរពីកន្លែងចំណតម៉ូតូទៅខាងមុខទ្វារទេព្រោះថាវាឆ្ងាយគួរសមដែរចឹងហើយឆ្លៀតឱកាសនេះក៏ថតពីទស្សនវិជ្ជានៃមន្ទីរពេទ្យដ៏ធំជាងគេនៅស្រុកខ្មែរឲ្យបងប្អូនទាំងគ្នាមើលតែម្ដងទៅមន្ទីរពេទ្យជាតិដែលចូលសន្តិភាពទីធ្លាសាលាធំទូលាយខ្លាំងល្អមែនតើបើនិយាយពីអាកាសធាតុវិញខ្យល់បក់ល្វើយដូចនៅស្រុកស្រែចឹងណាមិនត្រឹមតែប៉ុណ្្នឹងទេគឺថានៅក្នុងហ្នឹងក៏មានសត្វចាបសត្វព្រាបយំល្វីចល្វើយព្រាបបាននៅស្រុកស្រែជនបទចឹងដោយអ្នកនរគ្នាបានឃើញអ្នកខ្យល់បក់ល្វីចទៅពីការស្ដាប់នាយកផ្នែកគាត់ណែនាំឲ្យចឹងយើងទៅធ្វើការដើរជុំវិញមន្ទីរពេទ្យដើម្បីឲ្យស្គាល់នេះគឺជាលោកគ្រូគាត់អ្នកណែនាំដើម្បីទៅតាមផ្នែកនិងសាលនីមួយហើយចំណែកឯខ្ញុំណាប៉ះចំ DMID តែអ្នកខ្លះទៀតក៏ប៉ះចំផ្នែក ED អញ្ចឹងទៅហើយផ្សេងទៀតជាច្រើនថាទៅក្នុងមួយថ្ងៃនេះគឺជិះតែលំអកទេចាជិះពីក្នុងចេញក្រៅជិះពីក្រៅដល់ក្នុងឥឡូវនេះជិះដល់ក្នុងទៀតហើយមិនបាច់ធ្វើអីទេចាជិះតែលំអកអាគុយនឹងទៅដោយសារតែពួកយើងមិនដែលបានជិះអញ្ចឹងហើយជិះតែម៉ូតូចឹងឲ្យស្គាល់រសជាតិក្នុងការជិះលំអកអាគុយវិញម្ដងឥឡូវមកដល់នេះទៀតអូជីវិតមួយនេះគឺថាភីងសាហាវភីងរហូតដល់ថាទៅរៀនអីទៅមិនដែលតន់ទេចាចង់និយាយចឹងអ្នកណាមិនដឹងទេគឺថាខ្ញុំនឹងចាវីដេអូដ៏សែនមានន័យនឹងក៏មានតែប៉ុណ្្នឹងទេអរគុណបងប្អូនទាំងគ្នាជួបគ្នាវីដេអូក្រោយបាយ